ចំពោះច្រើនគេសនាមដែលផ្ទះបែបថ្មីនេះវិញគឺក្នុងមួយឈុតហ្នឹងបើទទួលបានទៅតទៅនឹងប្រអប់តាក់ជ្រះមួយហើយនៅក្នុងហ្នឹងគឺវាមានម៉ាស៊ីនមួយដែលក្នុងម៉ាស៊ីនហ្នឹងគឺជាប្រភេទពណ៌មានពណ៌សនិងពណ៌ខ្មៅហើយទៅចំពោះតកតងទៅនឹងប្រភេទក្បាលជ្រះវិញគេមាន2ហើយនិងសកួរខាងក្រៅបងប្អូន2ដូចគ្នាហើយនេះគឺជារបៀបក្នុងការដោតក្បាលប្រភេទជ្រះចូលទៅក្នុងតួម៉ាស៊ីនយើងទុកបន្លោះនឹងបន្តិចព្រោះសាច់តែប្រភេទជ្រះហ្នឹងគឺវាអត់អឹបមួយម៉ាស៊ីនទេហើយអាចធ្វើការសេរីម៉ូដម៉ាស៊ីនមាន3ម៉ូដហើយនិងសេរីប្រភេទកម្លាំងខ្លាំងខ្សោយ3កម្រិតបានហើយតកតងទៅនឹងការសាកថ្មវិញគឺយើងសាកថ្មជាប្រភេទ wireless ដែលប្រភេទ wireless ហ្នឹងយើងដោតជាមួយនឹងក្បាល USB នៅពេលយើងដោតជាមួយនឹងក្បាលភ្លើងហើយយើងអាចធ្វើការដាក់ច្រាសហ្នឹងទៅលើប្រភេទ wireless charge ហ្នឹងទៅគឺវាសាកថ្មហើយសួស្តីអ្នកនរគ្នាហើយនេះគឺជាវិធីក្នុងការប្រើប្រាស់តទៅនឹងប្រភេទ charge electronic របស់យើងជាទូទៅបើសិនជាយើងពាក់ press អញ្ចឹងយើងអាចប្រើយើងអាចប្រើកម្លាំងទី1ក្នុង function ប្រភេទ clean នេះបានហើយមួយវិញទៀតគឺយើងអាចធ្វើការទៅដោះធ្មេញដែលយើងទៅដោះជារង្វង់បែបនេះនៅខាងលើធ្មេញឬក៏មួយវិញទៀតយើងអាចទៅដោះប្រឆិតរបស់វាពីលើចុះមកក្រោមចេះថ្នមដើម្បីកុំឲ្យយើងឈឺអញ្ចាញហើយអាចដោះទៅដោះពីក្រោមមកវិញតទៅនឹងការដោះធ្មេញខាងលើធ្មេញខាងក្រោមគឺដូចគ្នាយ៉ាងនេះក្បាលច្រើននេះគឺវាមានតទៅនឹងប្រភេទសម្អាតដាតដូចគ្នាយើងអាចធ្វើការសម្អាតដាតបានដោយអត់ចាំបាច់ត្រូវការប្រើសម្អាតដាតពីក្រៅមកទៀតទេចំពោះធ្មេញធម្មតាវិញគឺយើងប្រើតទៅនឹង function កម្រិតទី1បើសិនជាយើងចង់បានប្រភេទកម្លាំងយើងអាចសេរីកម្លាំងខ្លាំងខ្សោយបានតែនេះយើងឧទាហរណ៍តទៅនឹងកម្រិតទី1ហើយនឹង function clean តទៅនឹង function clean ហ្នឹងចំពោះធ្មេញធម្មតាគឺយើងអាចទៅដោះជារង្វង់ដូចទៅនឹងកាប់ធ្មេញពុតធ្មេញដែរគឺយើងទៅដោះថ្នមទៅលើធ្មេញខាងលើទៅជាប្រភេទរង្វង់ចំពោះធ្មេញខាងក្រោមគឺដូចគ្នាយើងអាចទៅដោះទៅជាលក្ខណៈរង្វង់បានដូចគ្នា